ឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងឯកឧត្តមសេនីយ៍ឯកបណ្ឌិតជាតារាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានអញ្ជើញជាសហធិបតីចូលរួមក្នុងការជួបសម្ដែងការគួរសមនិងពិភាក្សាការងារដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលោកហ៊ីណារ៉េតជំរាបលម្អិតឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអជបកញនិងឯកឧត្តមសេនីយ៍ឯកបណ្ឌិតជាតារាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មកជបតបានអញ្ជើញជាសហអធិបតីចូលរួមសម្ដែងការគួរសមនិងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានអជបកញនិងកជបតកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីអគ្គលេខាធិការរងអនុប្រធានលេខាធិការដ្ឋានប្រធាននាយកដ្ឋានមន្ត្រីជំនាញនៃអជបកញនិងមន្ត្រីជំនាញនៃកជបតនៅសាលប្រជុំអគ្គលេខាធិការដ្ឋាននៃទីស្តីការក្រសួងមហាផ្ទៃនៅថ្ងៃទី17ខែសីហាឆ្នាំ2026ក្នុងកិច្ចពិភាក្សាឯកឧត្តមសេនីយ៍ឯកបណ្ឌិតជាតារាបានស្នើឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរដោយផ្ដោតសំខាន់លើដូចជាការបណ្ដុះបណ្ដាលមន្ត្រីការសហការចុះត្រួតពិនិត្យជាប្រចាំនៅតាមមណ្ឌលស្ដារនីតិសម្បទានិងបន្សាបគ្រឿងញៀនការរៀបចំដាក់ប្រអប់សម្បត្តិទទួលពាក្យបណ្ដឹងនៅតាមមណ្ឌលទាំងនោះក្នុងគោលបំណងសំខាន់ដើម្បីរួមគ្នាបង្ការទប់ស្កាត់និងប្រឆាំងការធ្វើទារុណកម្មឲ្យស្របតាមគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋានឯកឧត្តមសេនីយ៍ឯកបណ្ឌិតជាតារាបានសង្ឃឹមយ៉ាងមុតមមថាតាមរយៈជំនួបថ្ងៃនេះឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធនឹងគាំទ្រដល់គំនិតផ្ដួចផ្ដើមនេះដើម្បីរួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុវត្ថិភាពសង្គមនិងការការពារសិទ្ធិមនុស្សជាការឆ្លើយតបឯកឧត្តមនាយឧត្តមសេនីយ៍មាសវិរិទ្ធបានស្វាគមន៍យ៉ាងកក់ក្ដៅនិងបានឯកភាពទាំងស្រុងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយកជបតដើម្បីជំរុញការងារនេះឲ្យទទួលបានប្រសិទ្ធភាពខ្ពស់